បាទសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នានិងស្វាគមន៍មកកាន់ប្រធានបទចែករំលែកនៅក្នុងថ្ងៃនេះដែលខ្ញុំនឹងលើកយកអំពីការប្រើប្រាស់ទៅលើ Content Manager នៅក្នុងកម្មវិធី Cartoon Animator 5 បញ្ជាក់ Content Manager នេះគឺជាទីតាំងដែលយើងផ្ទុកនៅតួអង្គប្លង់ហើយនិងសម្ភារៈផ្សេងៗដើម្បីយកមកប្រើប្រាស់នៅក្នុង project របស់យើងបញ្ជាក់នៅទីនេះគឺយើងមានបែងចែកជាពីរគឺ template ហើយនិង customចឹង template គឺជាទីតាំងដែលយើងផ្ទុកនៅតួអង្គប្លង់ឬក៏ចលនាផ្សេងៗដែលវាមានមកស្រាប់ជាមួយនឹងកម្មវិធីរបស់យើងហើយ custom គឺជាទីតាំងដែលយើងផ្ទុកនៅតួអង្គចលនាឬក៏ប្លង់ផ្សេងៗដែលយើងបានបង្កើតឬក៏យើងដំឡើងពីខាងក្រៅផងដែរសម្រាប់ចំណុចទាំងពីរនេះគឺវាមានបែងចែកដូចគ្នាទេគឺយើងមាន project មាន actor គឺតួអង្គមាន accessory មាន animation គឺជាចលនាផ្សេងៗសម្រាប់ប្រើប្រាស់ទៅលើតួហើយនឹង scene គឺប្លង់ហើយនឹង prop នេះគឺជាប្រភេទសម្ភារៈផ្សេងៗដើម្បីប្រើប្រាស់ផងដែរបាទអញ្ចឹងនៅត្រង់នេះគឺដូចគ្នាទេបាទអញ្ចឹងជាដំបូងដើម្បីអាចចូលទៅកាន់ផ្នែកមួយបានអញ្ចឹងយើងអាចចុចទៅលើវានៅចំណុចមួយនេះបានគឺទាំងនេះឬយើងអាចចុចនៅខាងលើនេះក៏បានដែរគឺយើងមាន project យើងមាន actor ទៅតាមចំណុចមួយនេះនៅពេលយើងចុចលើវាទៅគឺវានឹង load select ឲ្យយើងនៅចំណុចទាំងនេះអញ្ចឹងដើម្បីអាចចូលទៅមើលនៅក្នុង folder វាមួយបានអញ្ចឹងយើងអាចចុចទៅលើឈ្មោះរបស់វានេះមកហើយយើងអាចចុចបើកទៅលើ folder នីមួយៗនៅខាងក្នុងនេះបានយើងអាចចុច double click ទៅលើវាទៅគឺវានឹងបើកចូលទៅក្នុងនេះហើយឬយើងអាចទម្លាក់នៅសញ្ញាត្រីកោណតូចនៅខាងkiaនេះអញ្ចឹងគឺវានឹងទម្លាក់ folder ដែលវានៅខាងក្នុងនេះបន្ថែមទៀតអញ្ចឹងនៅពេលដែលយើងឃើញទៅលើសញ្ញាត្រីកោណនេះគឺវាបញ្ជាក់ថាវាមាន folder ផ្សេងៗទៀតនៅខាងក្នុងនេះអញ្ចឹងយើងអាចទម្លាក់វាហើយមើលបន្ថែមទៀតក៏បានដែរអញ្ចឹងដូចនៅតនេះគឺវាមានតែរូប folder ទេអញ្ចឹងគឺវាអត់មានជា folder បន្ថែមនៅក្នុងនេះទេគឺវាមានតែជាប្រភេទ file តែម្ដងនៅត្រង់នេះដូចខាងលើនេះគឺវាមាន folder មួយតង់ទៀតយើងទម្លាក់មើលវាមកអញ្ចឹងគឺវាមាន folder 2ទៀតនៅក្នុងនេះអញ្ចឹងដើម្បីអាចមើលបានយើងគ្រាន់តែចុចទៅលើ folder វាមួយទៅគឺយើងអាចឃើញទៅលើ file ផ្សេងៗនៅក្នុង folder នេះហើយគឺបែបនេះអញ្ចឹងគឺដូចគ្នាទេទៅលើផ្នែកផ្សេងៗដូចជាចលនានេះយើងអាចចុចលើវាហើយយើងបើក folder នីមួយៗនៅខាងក្នុងនេះឬយើងអាចចុចទម្លាក់នៅខាងkiaនេះហើយយើងចុចមើលទៅលើ folder វាមួយនេះមកបែបនេះបញ្ចាំនេះគឺជារបៀបចូលមើលទៅលើ folder នីមួយៗដែលវាមាន folder ច្រើននៅក្នុង folder ធំរបស់វាចឹងយើងអាចទម្លាក់វាចូលវិញបានដោយចុចនៅសញ្ញាត្រីកោណនេះម្ដងទៀតបាទហើយមួយទៀតនៅក្នុង template នេះផងដែរគឺយើងត្រូវស្ថិតនៅក្នុង item នេះបើយើងស្ថិតនៅក្នុង pack នេះគឺវានឹងបង្ហាញជា thumbnail ធំទាំងនេះតែម្ដងអញ្ចឹងគឺយើងត្រូវចុចចូលទៅក្នុងវាបែបនេះអញ្ចឹងដើម្បីងាយស្រួលគឺយើងប្រើប្រាស់នៅក្នុងផ្នែក item មួយនេះអញ្ចឹងគឺវាមានបែងចែកជា folder ផ្សេងៗដូចទៅក្នុង custom នេះដែរបាទហើយបន្ទាប់ពីនេះដើម្បីងាយស្រួលនៅក្នុងការពិនិត្យមើលទៅលើ file របស់យើងអាចបើកទៅលើ show sub folder item នៅខាងក្រោមនេះក៏បានដែរអញ្ចឹងនៅពេលដែលយើងបើកទៅគឺវានឹងបង្ហាញ file ទាំងអស់ដែលវាស្ថិតនៅក្នុង folder របស់វាអញ្ចឹងគ្រូអាចបើកសាកមើលត្រង់នេះអញ្ចឹងនៅពេលដែលខ្ញុំបើកទៅលើជម្រើសមួយនេះគឺវានឹងបង្ហាញ file ទាំងអស់ដែលស្ថិតនៅក្នុង folder ទាំងអស់នេះបើសិនជាយើងអត់បើកទេគឺវាបង្ហាញតែ file ដែលវាស្ថិតនៅក្នុង folder ធំមួយនេះទេគឺវាមិនបង្ហាញ file ដែលនៅក្នុង folder តូចៗទាំងអស់នេះទេលុះតាមតែយើងចុចបើកវាមួយបែបនេះចឹងដូចតាមនេះគឺវាមាន folder 2ទៀតអញ្ចឹងវាអត់បង្ហាញ file ដែលនៅខាងក្នុងនេះទេបើសិនជាខ្ញុំបើកនៅចំណុចមួយនេះគឺវានឹងបង្ហាញ file ទាំងអស់ដែលនៅក្នុង folder មួយនេះហើយនៅក្នុង folder តូចរបស់វាទាំងពីរគឺនៅក្នុងនេះដែរអញ្ចឹងគឺវាបង្ហាញមកទាំងអស់តែម្ដងអញ្ចឹងខ្ញុំអាចមើលនៅចំណុចផ្សេងបាន animation នេះយើងចុចលើវាទៅអញ្ចឹងគឺវានឹងបង្ហាញគ្រប់ចលនាទាំងអស់ដែលនៅក្នុង folder តូចៗរបស់វានៅក្នុងនេះទាំងអស់
hay một tiết chẳng ai mơ một kháng kia này cứ ví miền nơi bằng tham tiết nơi kháng kia này để sao vì đảo đo thằng này chẳng mà đo hàng crom hay cứ việc toàn ở tề chẳng ai chụp mơ nơi kháng kia này tiết bàn đấy chẳng cứ vì trôn một thiệp tp chính anh ô tờ lờ mở bán hay những anh chơi từ bẩn tó hay những ô mơ mà crom bình tiết tới chẳng cứ vì nó bằng hai gì bẩn to một top hồ đỏ on này bản chất này cứ show sub folder hay mới tiết percent thì dưỡng chọn plug đầu từ lớn tùm rong view rồi bó file tiếng này chương chào mơ tôi được thông ấy những ai plug đầu bán nhưng ai chơi mà làm nơi cái lại chụp lại tụt tây này mà chỉ mơ cái lại toggle view này chứ những ai rồi chia tùm hôm tôi được thống được ta mà quay điện trong bàn nơi tàu này rồi những ai chụp control năng lực mũi của bạn đấy chắc cứ vì năng plug đầu pi mùi tùm rong từ mùi tùm rong chắc nhâm vô tùm rong đám cứแบบนี้bạn chẳng cứ miên tai phần y tế nhưng ai bật từ show sub folder item này hay mũi tiện từ lỡ cá xoay rộng từ lỡ cho là nào được có tụ ong chim xé như ái pra từ lỡ một nghề sợi nhị bán chẳng là mấy sới dân trịch nơi không đi mở hay dân vì mình trâu tới thời dân trang rô từ lời kì bởi sân dân scotch mút rồi dân ai smart mới bán chẳng như ai rộng cho là nào chỉ một phết đào chẳng như vì vọt trâu thế vì thấy dân trịch enter mà chẳng cứ vì nâng trâu mà hơi còn phần tái nó bê khá bởi sân thì dân nới lờ folder xình đại viện mình cho là nà nâng rồi có mua nâng chẳng cứ việc bằng hàng thế chẳng cứ dân tơ thật nơi ấy tới folder bảo vì rồi cứ dân ai thật nơi folder on này các bạn đấy chẳng cứ vì nâng sơi tiếng on nó không folder tiếng on này rồi dân ai chọn select lớn folder nào mỗi các bạn này cứ đối chí folder animation này để sang cho là đào và dẫn cứ dân chọn rộng mơ nó không folder animation chẳng dân ai chọn selectលើវាបានគឺแบบนี้នៅក្នុង custom គឺដូចគ្នាជាងអាចចុចលើវាមកហើយមួយទៀតសម្រាប់ content manager នេះផងដែរគឺវាអាចខុសគ្នាពី stage mode ហើយនឹង composer mode ចឹងថាខ្ញុំទាញទៅលើតួអង្គណាមួយមកដាក់ខ្ញុំលុបទៅលើចលនា search នេះចេញសិនចឹងយើងបើក folder វាមួយមកខ្ញុំទាញចូលchẳng nó không composer mode cứ nơi càng kia ní chẳng nó không content manager này composer mode này giờ mở móc cứ vì bằng hai màu không này chẳng cứ vì miền actor miền head hay là miền body này sẽ đàm chẳng anh mở một bán cái này cứ actor cái này cứ head chứ những ai chọn select nơi hàng nông ní được còn nơi color ní của bạn này cho nó không head này cứ vì miền folder tôi tiệt đối chí head face nâng trên trang này sẽ đám những ai chụpតាម folder វាមួយbán rồi những ai chụp nơi hàng cromនេះក៏បានដូចគ្នាផងដែរនេះក្នុង custom ក៏មិនខុសគ្នាដែរជាងអាចទម្លាក់បើកទៅលើ folder វាមួយនៅខាងក្នុងនេះបានចឹងគឺមានតែប៉ុណ្្នេះទេសម្រាប់ការបង្ហាញទៅលើការប្រើប្រាស់ content manager អញ្ចឹងយើងនឹងជួបគ្នាជាបន្តទៅលើប្រធានបទផ្សេងៗទៀតនៅវីដេអូក្រោយៗបាទសូមអរគុណ